កាលពីមេរៀនមុនគឺយើងបានស្គាល់រួចមកហើយអំពី AI tool ទាំង3ហើយនៅក្នុងមេរៀននេះគឺយើងនឹងមករៀនអំពី3ចំណុចសំខាន់ៗដែលចំណុចទី1គឺ user interface ឬក៏ផ្ទាំងបង្ហាញនៅលើឆាតនីមួយៗចំណុចទី2គឺការ set up និងទី3គឺ power feature អូខេឥឡូវយើងចូលទៅកាន់ចំណុចទី1គឺផ្ទាំងបង្ហាញឬក៏ user interface ជាទូទៅ AI tool ជាច្រើនគឺត្រូវបាន design user interface គឺ90%ទៅហើយដែលស្តៀងគ្នាដែលកន្លែងស្តៀងទាំងអស់នោះមានដូចជាកន្លែង chatbox កន្លែងបង្កើត chat ថ្មីកន្លែងចូលទៅមើលប្រវត្តិនៅក្នុងការ chat ពីមុនការរើស model នៅក្នុងការប្រើប្រាស់និងកន្លែង setting ឥឡូវជាឧទាហរណ៍ជាក់ស្ដែងខ្ញុំនឹងឲ្យបងប្អូនទាំងអស់គ្នាមើលកន្លែង ChatGPT អញ្ចឹងទាំង ChatGPT ទាំង Claude និង Gemini គឺ design ស្តៀងគ្នាបងប្អូនទាំងអស់គ្នានឹងឃើញកន្លែងនេះគឺជាកន្លែង chatbox របស់យើងនៅលើ Claude ក៏ដូចគ្នា ChatGPT ក៏ដូចគ្នាដែរហើយនៅកន្លែង slider នៅទីនេះគឺយើងអាច click ម្ដងដើម្បីបង្ហាញនិង click ម្ដងទៀតដើម្បីបិទយើងអាច close និង open ដែលនៅក្នុង slider យើងអាចចូលទៅ click កន្លែង new chat ដើម្បីបង្កើតនៅchat ថ្មីទាក់ទងនឹងប្រធានបទថ្មីអីអញ្ចឹងជាដើមហើយបន្ទាប់ពីបង្កើតនៅប្រអប់ថ្មីវានឹង load ចូលមកកាន់ chatbox ហើយនៅកន្លែង chatbox នេះយើងអាចរើស model នៅក្នុងការប្រើប្រាស់ឧទាហរណ៍ ChatGPT គេ design នៅខាងលើClaude គេ design នៅខាងក្រោម Gemini ក៏ស្តៀងគ្នាដែរហើយក្រៅពីនឹងគឺយើងអាចចូលទៅមើលប្រវត្តិនៃការ chat របស់យើងនៅទីនេះហើយផងដែរនៅលើ chat នីមួយៗគឺយើងអាចចុចនៅសញ្ញា 3 ដើម្បីចូលទៅកាន់ option ផ្សេងៗទៀតដូចជាយើងអាច share នៅ conversation របស់យើងទៅកាន់ក្រុមការងារយើងអាចបង្កើតក្រុមនៅក្នុង chat ហ្នឹងយើងអាចបដូរឈ្មោះឬក៏យើងអាច move chat ហ្នឹងទៅដាក់ project ផ្សេងដើម្បីឲ្យងាយស្រួលនៅក្នុងការគ្រប់គ្រងឬក៏ប្រើប្រាស់ឬក៏ធ្វើការងាររបស់យើងឲ្យមានប្រសិទ្ធភាពផងដែរយើងអាច pin នៅ chat move chat ទៅកន្លែង archive និង delete chat ចំណុចខគឺតើតងទៅនឹងការ set up ចំណុចនេះសំខាន់មែនទែនដោយសារតែវាជួយយើងនៅក្នុងការសំចៃពេលដោយអត់ចាំបាច់បញ្ចូលនៅ context ទៅប្រាប់ AI ម្ដងហើយម្ដងទៀតជាទូទៅគឺ AI អត់ទាន់ស្គាល់ថាយើងគឺជាណាគេអាជីវកម្មយើងគឺជាអីអតិថិជនគោលដៅរបស់យើងជាណាហើយយើងធ្វើការងារអីគេទេអញ្ចឹងយើងអាចបញ្ចូលនៅ context នឹងនៅកន្លែងមួយចាប់ផ្ដើមពី ChatGPT មុនគេដើម្បីបញ្ចូលនៅ context នឹងបានគឺយើងគ្រាន់តែចូលកន្លែង profile បន្ទាប់មកយើងចូលទៅកាន់ setting ឬក៏យើងអាចចូលទៅកាន់ personalization តែម្ដងក៏បានដែរអញ្ចឹងយើង click យក personalization តែម្ដងនៅទីកន្លែងនេះ scroll ចុះមកក្រោមរហូតដល់ពាក្យថា custom instruction អញ្ចឹងកន្លែងនេះគឺជា additional behavior បងប្អូនឃើញគេ note នៅកន្លែងនេះ additional behavior style tone preferences កន្លែងនេះមានន័យថាយើងអាចប្រាប់ពី context ខ្លីៗរបស់យើងថាយើងឈ្មោះអីធ្វើការអីឬក៏អាជីវកម្មយើងអីគេអតិថិជនគោលដៅរបស់យើងជាណាអញ្ចឹងជាឧទាហរណ៍បងប្អូនទាំងអស់គ្នាអាច pass នៅ instruction ខ្លីនៅកន្លែងនេះអញ្ចឹងកន្លែង custom instruction នេះគឺខ្ញុំប្រាប់ AI ខ្លីៗអំពីខ្ញុំថាខ្ញុំគឺជាណាគេខ្ញុំធ្វើការនៅឯណាហើយកន្លែងដែលខ្ញុំធ្វើការគេផ្ដោតទៅលើអីគេខ្លះហើយមានទីតាំងនៅទីកន្លែងណាអតិថិជនគោលដៅគឺជាណាអាយុចន្លោះពីប្រហែលឆ្នាំទៅកាន់ប្រហែលឆ្នាំហើយចង់ឲ្យ AI reply មកកាន់យើងវិញបែបម៉េចបែបអង់គ្លេសបែបខ្មែរបែបសង្ខេបបែបមាន bullet points ឬក៏សិនជា file អីផ្សេងៗគឺយើងអាចដាក់នៅកន្លែង short instruction នេះបានអញ្ចឹងយើងដាក់តែប្រព័ន្ធនេះហាមវែងពេកឬក៏ហាមអត់លម្អិតគឺយើងដាក់ឲ្យខ្លីហើយខ្លឹមឲ្យ AI នឹងកដោបរួមពីបរិបទរបស់យើងអញ្ចឹងបន្ទាប់ពីយើងធ្វើបានប្រព័ន្ធនេះហើយយើងអាច copy ហើយ save យកកន្លែងនេះមួយឬក៏កំទាន់ save យើងអាច scroll ចុះមកក្រោមរហូតដល់ឃើញពាក្យថា memory អញ្ចឹងយើងបើកកន្លែង memory នេះដើម្បីអីដើម្បីឲ្យ AI ចាំយើងអញ្ចឹងកាលណាតែ AI ចង់ចាំយើងក៏វាធ្វើឲ្យការ response មកកាន់យើងវិញហ្នឹងបានប្រសើរជាងមុនផងដែរអញ្ចឹងយើងបើកកន្លែងនេះហើយបន្ទាប់មកចុច save អូខេអញ្ចឹងបន្ទាប់ពីយើងបានបញ្ចូលនៅ instruction ហើយយើងអាចទៅបើកនៅឆាតថ្មីបន្ទាប់មកយើងសួរ AI ថា Who am I
ចឹងនេះឆាតទី1ឧទាហរណ៍ថាខ្ញុំចូលទៅកាន់ឆាតទី2ទៀតបងប្អូនទាំងអស់គ្នាឃើញទេមិនថាឆាតមួយណាទេគឺ AI ស្គាល់អំពីយើងកន្លែងនេះជាមូលដ្ឋានគ្រឹះសំខាន់មែនទែនព្រោះអីនៅពេលមុខបងប្អូនទាំងអស់គ្នាយើងអាចប្រើប្រាស់ឆាតតែមកផ្ទាំងហ្នឹងហើយឆាតសួរនាំ AI គ្រប់ប្រធានបទទេព្រោះអីវាងាយឲ្យ AI មាននៅជំងឺមួយដែលគេហៅថា hallucination គឺជាជំងឺមួយដែល AI វាចេះតែឆ្លើយទៅពាសតាមអីដែលវានឹកឃើញមកប្រាប់យើងមកផ្គាប់ចិត្តយើងពេលខ្លះវាងាយនឹង generate ជាចម្លើយខុសមកឲ្យយើងអញ្ចឹងដើម្បីកាត់បន្ថយនៅកំហុសហ្នឹងគឺយើងអាចបង្កើតឆាតថ្មីក៏ប៉ុន្តែដើម្បីបង្កើតឆាតថ្មីហើយកុំឲ្យ AI ផ្លេចយើងគឺយើងត្រូវធ្វើម៉េចយើងត្រូវចូលទៅកាន់ personalization ដើម្បីសង្ខេបព័ត៌មានខ្លីៗអំពីយើងឬក៏ context បើបងប្អូនទាំងអស់គ្នាកំពុងតែអង្គុយសរសេរប្រមម្ដងមួយហើយចាញ់លទ្ធផលអត់ត្រូវចិត្តនាំឲ្យខាត credit និងខាតពេលរបស់យើងចូលទៅទេបងប្អូនទាំងអស់គ្នាអាចទៅទាញយក AI prompt Bible ជាង50ដោយ Edgar Clay ដោយ scan QR នៅទីនេះហើយបើសិនបើបងប្អូនទាំងអស់គ្នាចង់ចេះ AI Office Automation បងប្អូនទាំងអស់គ្នាអាចចុះឈ្មោះចូលរៀនបានចាប់ពីឥឡូវនេះទៅដល់តម្លៃនេះពេលឥឡូវ 99.99 ក៏ប៉ុន្តែយើងនឹងឡើងទៅ250នាពេលឆាប់ៗនេះអញ្ចឹងយើងចូលទៅកាន់កន្លែង Cloud AI ក៏ស្តៀងគ្នានឹងដែរគឺយើងចូលទៅកាន់កន្លែង Profile ហើយបន្ទាប់មកចូលទៅកាន់កន្លែង Setting រកពាក្យដែលមានថា Instruction for Cloud អញ្ចឹងកន្លែងនេះអត់ពិបាកទេបងប្អូនទាំងអស់គ្នាយើងគ្រាន់តែ pass នៅ instruction ពីមុនចូលហើយយើង scroll ចុះក្រោមរហូតដល់ឃើញពាក្យថា memory យើងបើក memory ហ្នឹងមកប្រហែលជា memory អត់នៅទីកន្លែងនេះទេអញ្ចឹងយើង save វាទុកសិនអញ្ចឹងយើងចូលមកកាន់កន្លែង account ហើយចូលទៅកាន់ privacy នេះ memory នៅទីនេះ memory preferences កន្លែង manage នេះយើងត្រូវ turn on ឬក៏បើកវាអូខេអញ្ចឹងបន្តមកទៀតគឺយើងត្រូវចូលទៅកាន់កន្លែង Gemini ហើយយើងចូលទៅកាន់ setting ដូចគ្នាបន្តមកទៀតយើងចូលទៅកាន់ personalized intelligence ឬក៏ personal intelligence អញ្ចឹងបងប្អូនទាំងអស់គ្នានឹងឃើញ memory មុនគេគឺយើងបើកវាអូខេហើយបន្តមកទៀតចូលទៅកាន់ instruction for Gemini ហើយ click កន្លែងនេះដើម្បី add ចំណុចចុងក្រោយគេនៃមេរៀនរបស់យើងគឺ advanced feature ឬក៏ professional feature នៅលើឆាតនីមួយៗអញ្ចឹងបើដូចនៅលើ ChatGPT គឺគេមានដូចជា project ដើម្បីឲ្យយើង break down ទៅលើគម្រោងនីមួយៗរបស់យើងដាក់ទៅក្នុងfolder ឬក៏ project ហើយកន្លែង project ហ្នឹងមិនថា ChatGPT Claude AI ឬក៏ Gemini យើងអាច add នៅ knowledge based custom instruction កន្លែងហ្នឹងគឺយើងនឹងទៅជួបគ្នានៅកន្លែងមេរៀនទី5ឬក៏ចំណុច 2.5 ដែលខ្ញុំនឹងបង្ហាញពីរបៀបប្រើប្រាស់ project ផងដែរហើយក្រៅពីហ្នឹងគឺគេមាន apps ដែលយើងអាច connect ទៅកាន់ app ផ្សេងៗដូចជា Canva ឬក៏ app ផ្សេងៗទៀតដែលបងប្អូនទាំងអស់គ្នាអាចមើលឃើញដូចជា Airtable ឬក៏ Adobe Photoshop ហើយក្រៅពីហ្នឹងគេមាន Codex ដើម្បីអានឹងការងារតាក់ទងនឹង Excel និងតទៅ PowerPoint ឬក៏ Slack ហើយវាមានដូចជាកន្លែងបង្កើតរូបភាពនិងកន្លែង deep research ហើយបើនៅលើ Claude AI វិញក៏មានដូចគ្នាដែរគឺមាន project artifacts ដើម្បីយើងអាចបង្កើតទៅលើ website បង្កើត document template game ឬក៏ productivity tool អីជាច្រើនទៀតនិង Claude យើងអាចចូលទៅកាន់ការ customization អញ្ចឹងចំពោះ advanced feature ហ្នឹងខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នានៅមេរៀនផ្សេងមួយទៀតដែលខ្ញុំនឹង break down ទៅលើការប្រើប្រាស់ Chat GPT Claude AI និង Gemini
តាមបែបស៊ីជម្រៅដែលនឹងប្រាប់អំពីរបៀបប្រើប្រាស់នៅ Advanced Feature ហ្នឹងហើយនៅក្នុងមេរៀននេះគឺយើងស្លេះប្រព័ន្ធនេះសិននៅមេរៀនក្រោយគឺយើងនឹងរៀនអំពីរបៀបនៅក្នុងការសរសេរ prompt